comment នេះគឺគាត់និយាយថាកូនខ្ញុំអាយុ7ឆ្នាំគឺចាប់ដើមឡើងដើមទ្រូងនេះគឺជាសញ្ញាដែលបង្ហាញថាកូនរបស់បងអាចចូល precocious puberty ឬក៏ការពេញវ័យលឿនពេកនេះចំពោះក្មេងស្រីហើយក្រៅពីសញ្ញាឡើងដើមទ្រូងឪពុកម្ដាយទាំងអស់គ្នាគឺត្រូវសង្កេតមិនថាក្មេងប្រុសមិនថាក្មេងស្រីទេពាក់ព័ន្ធជាមួយក្លិនខ្លួនរបស់កូនក្មេងគឺយើងមកផ្ទះរាល់ថ្ងៃជួបកូនរាល់ថ្ងៃគឺយើងដឹងហើយថាកូនរបស់យើងមានក្លិនរបៀបម៉េចប៉ុន្តែនៅពេលណាមួយដែលគាត់ត្រឡប់មកផ្ទះវិញគាត់ធំរបៀបក្លិនមនុស្សធំឬក៏សាក្លៀកសាអីចឹងឃើញថាមានប្លែកហ្នឹងគឺជាសញ្ញា warning មួយដែលឪពុកម្ដាយត្រូវចាប់អារម្មណ៍ហើយចាប់ដើមអង្កេតមើលទៅលើប្រដាប់ភេទមើលទៅលើដើមទ្រូងរបស់គាត់មើលទៅលើរូបរាងកាយរបស់គាត់ថាមានដុះហូរមានអីអត់ព្រោះអីគឺជាសញ្ញា warning មួយដែលបង្ហាញថាគាត់ចិត្តពេញវ័យហើយប្រសិនបើក្មេងហ្នឹងគឺគាត់អាយុត្រឹម7ឆ្នាំ8ឆ្នាំទេហើយចាប់ដើមមានសញ្ញាទាំងអស់ហ្នឹងគឺជាសញ្ញា precocious puberty ហើយកូនហ្នឹងយល់ល្អគួរតែមកជួបហើយប្រឹក្សាជាមួយគ្រូពេទ្យដើម្បីឲ្យដឹងច្បាស់ថាតើគាត់ចូលពេញវ័យគាត់ចូលមានរដូវចូល precocious puberty ហ្នឹងកម្រិតប៉ុណ្ណាហើយដើម្បីអីគឺដើម្បីទទួលការព្យាបាលពាក់ព័ន្ធជាមួយនឹងថ្នាំដែលគេទុកកុំឲ្យគាត់ពេញវ័យទប់សិនរហូតដល់អាយុណាមួយដែលគាត់ត្រូវមានរដូវដែលគាត់ត្រូវពេញវ័យហ្នឹងចាំឲ្យគាត់ពេញវ័យពេលខ្ញុំចេញវីដេអូហើយគឺគេមានសួរខ្ញុំថាតើតាក់ទងខាងណាឬក៏យកកូនទៅណាអញ្ចឹងបងប្អូនអាចតាក់ទងមកការិយាល័យ One Health បានតែខ្ញុំជួបពាក់ព័ន្ធជាមួយនឹងក្មេងស្រីដែលពេញវ័យលឿនពេកហ្នឹងវាច្រើនដែរដល់អញ្ចឹងខ្ញុំតែងតែចង់ធ្វើវីដេអូដើម្បីក្រើនរំលឹកដល់ឪពុកម្ដាយទាំងអស់គ្នាឲ្យគាត់ចាប់អារម្មណ៍ទៅលើសញ្ញាផ្សេងជា warning sign ពួកអីភាគច្រើនអ្នកដែលមកដល់គឺកូនហ្នឹងគាត់មានរដូវមានអីហើយជាទូទៅពេលដែលថតឆ្អឹងដៃហើយយើងចូលវាថារៀងហួសពេលអញ្ចឹងទៅប្រើថ្នាំប្រើការព្យាបាលអត់កើតដល់អញ្ចឹងទៅបាទខ្ញុំតែងតែធ្វើវីដេអូដើម្បី raise awareness ឲ្យបងប្អូនទាំងអស់គ្នាយល់ដឹងអំពីបញ្ហាហ្នឹងថាវាមានពិតមែនហើយវាមានដំណោះស្រាយ